តែបងប្អូនអ្នកខ្លះដែលកំពុងតែមានបញ្ហាស្បែកស្ងួតមិនមែនគ្រាន់តែជាស្បែកខ្វះសំណើមប៉ុណ្ណោះទេប៉ុន្តែធ្វើឲ្យស្បែកតឹងរបកក្រហមងាយរមាស់និងឆាប់មានស្នាមជ្រីជ្រួញផងដែរបញ្ហាស្បែកស្ងួតគឺជាបញ្ហាទូទៅមួយដែលកើតឡើងដោយសារខ្វះជាតិសំណើមឬខ្វះជាតិប្រេងធម្មជាតិសម្រាប់ការពារស្បែកដែលបណ្ដាលមកពីកត្តាខាងក្នុងរាងកាយនិងកត្តាបរិស្ថានខាងក្រៅហើយទាំងអស់នេះគឺជាមូលហេតុដែលធ្វើឲ្យស្បែកស្ងួតអាកាសធាតុត្រជាក់ស្ងួតឬការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរពេកបើជញ្ជក់ជាតិសំណើមពីស្បែករបស់យើងហើយការងូតទឹកក្តៅអ៊ុនៗខ្លាំងឬងូតទឹកយូរពេកក៏ធ្វើឲ្យបាត់បង់ស្រទាប់ប្រេងធម្មជាតិដែលការពារស្បែកសាប៊ូដុសខ្លួនឬហ្វូមលាងមុខមួយចំនួនមានផ្ទុកសារធាតុគីមីខ្លាំងដែលចម្រាស់ជាតិប្រេងធម្មជាតិអស់ពីស្បែករបស់យើងផងដែរការញ៉ាំទឹកមិនបានគ្រប់គ្រាន់ធ្វើឲ្យកោសិកាស្បែកខ្សោះជាតិទឹកពីខាងក្នុងហើយជាពិសេសនោះនៅពេលដែលយើងអាយុកាន់តែច្រើនស្បែកផលិតជាតិប្រេងរបស់យើងកាន់តែតិចទៅហើយការខាត់ស្បែកញឹកញាប់ឬក៏ប្រើប្រាស់ផលិតផលដែលមានជាតិគីមីខ្លាំងក៏អាចប៉ះពាល់ដែលធ្វើឲ្យស្បែករបស់យើងស្ងួតបានផងដែរនេះគឺជាដំណោះស្រាយនិងវិធីថែទាំមួយចំនួនដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបានដើម្បីស្ដារស្បែកឲ្យមានសំណើមនិងទន់រលោងឡើងវិញផ្ដល់សំណើមដល់ស្បែកគួរលាបឡេឬគ្រីមផ្ដល់សំណើមដែលមានសារធាតុកំហាប់ខ្ពស់ពេលក្រោយងូតទឹកឬលាងមុខរួចដើម្បីរក្សាជាតិទឹកនិងសំណើមដល់ក្នុងស្បែកជ្រើសរើសផលិតផលដែលមានផ្ទុកសារធាតុដូចជា Hyaluronic acid, glycerin, ceramide ឬ shea butter ដែលជួយបំពេញនិងថែរក្សាជាតិសំណើមបានល្អកាត់បន្ថយការងូតទឹកក្តៅហើយកុំងូតទឹកយូរពេករក្សាពេលងូតទឹកត្រឹមតែ5ទៅ10នាទីបានហើយជ្រើសរើសសាប៊ូដែលគ្មានក្លិនក្រអូបនិងមានកម្រិត PHA ស្រទន់សម្រាប់ស្បែកថែរក្សារាងកាយពីខាងក្នុងញ៉ាំទឹកឲ្យបានច្រើនយ៉ាងហោចណាស់2លីត្រក្នុងមួយថ្ងៃបរិភោគអាហារដែលមានប្រយោជន៍ដែលមានអាស៊ីតខ្លាញ់ Omega 3 ដូចជាត្រីគ្រាប់ធញ្ញជាតិនិង fiber ដែលជួយឲ្យស្បែកមានសំណើមពីខាងក្នុងលាបឡេការពារកម្ដៅថ្ងៃទោះបីស្បែកស្ងួតក៏ត្រូវលាបឡេការពារកម្ដៅថ្ងៃរាល់ថ្ងៃដែរដើម្បីការពារស្បែកពីការខូចខាតដោយកាំរស្មី UV ការដែលដឹងថាអ្នកមានប្រភេទស្បែកស្ងួតគឺជារឿងសំខាន់ណាស់ដើម្បីអាចជ្រើសរើសផលិតផលថែរក្សាស្បែកបានត្រឹមត្រូវដូច្នេះនៅពេលដែលស្បែកមានសំណើមគ្រប់គ្រាន់ស្បែកនឹងមើលទៅទន់រលោងភ្លឺថ្លានិងមានសុខភាពល្អជាងមុនជាពិសេសបងដែលមានបញ្ហាស្បែកស្ងួតអាចអញ្ជើញមកទទួលសេវាកម្ម Hydra Treatment ដែលជួយបំពេញជាតិទឹកនៅក្នុងស្បែកយ៉ាងមានប្រសិទ្ធភាពនៅមជ្ឈមណ្ឌល PG Aesthetic សម្រាប់បងដែលមិនទាន់ស្គាល់ពីប្រភេទស្បែកមុខរបស់ខ្លួនបងអាចមកទីតាំងផ្ទាល់ដើម្បីពិគ្រោះនិងពិនិត្យស្បែកមុខដោយឥតគិតថ្លៃជាមួយអ្នកជំនាញពីវិធីថែរក្សាស្បែកឬផលិតផលដែលស័ក្តិសមទៅនឹងស្បែករបស់បងសូមអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត